ขนาดอาบអូនតូចរបស់កូនប្រសាវាធំពេកត្រូវធ្វើឲ្យកូនស្រីរបស់គាត់ជួបនឹងការឈឺចាប់គ្រប់ពេលម៉ែកូនព្យាយាមហើយតែត្រឹមមិនបានពិតមែនវាពិតជាធំខ្លាំងណាស់ពាក្យសារភាពរបស់ភីមធ្វើឲ្យម៉ែនួនដកដង្ហើមវែងៗនៅទីបំផុតគាត់ក៏សម្រេចចិត្តរាជឲ្យម៉ែសុំមើលវាបន្តិចបានទេរាជភ្ញាក់ព្រឺតហើយក្រោកឈរឡើងភ្លាមម៉ែគ្មានអ្នកណាគេធ្វើអញ្ចឹងទេនិយាយអីបែបនេះម៉ែនួនបែរត្រឡប់បោះជំហានចូលទៅជិតគេរួចនិយាយថាក៏ធ្វើដើម្បីភេមណាជឿម៉ែចុះហើយភាពជាក់ស្ដែងក៏បានបង្ហាញឡើងនៅចំពោះមុខដែលវាធំដល់ថ្នាក់នេះតើវាជារឿងធម្មតាដែរឬទេនេះគាត់និយាយដោយចម្លែកនៅក្នុងចិត្តជាខ្លាំងសភាវគតិរបស់គាត់ដែលបានបាត់បង់ទៅរហូតដល់6ឆ្នាំក៏ត្រូវធ្វើវាឲ្យកម្រើកឡើងមកវិញម្ដងទៀតនៅទីបំផុតទាំងពីរនាក់ក៏បានបើកទ្វារដែលត្រូវហាមឃាត់ធ្វើនៅរឿងដែលមិនអាចត្រឡប់ក្រោយមកវិញបានឡើយមុននឹងចាប់ផ្ដើមសាច់រឿងសូមការគាំទ្រពីប្រិយមិត្តមេត្តាជួយចុច Subscribe និងចុច Like វីដេអូជាការផ្ដល់កម្លាំងចិត្តសម័យនិទានសូមជូនរឿងនាគរាជកូនប្រសាធំពេកម៉ែក្មេកស្ម័គ្រខ្លួនជំនួសកូនស្រីយើងមកចាប់ផ្ដើមសាច់រឿងទាំងអស់គ្នាវេលាម៉ោង11យប់នៅក្នុងយប់មួយដែលពោរពេញទៅដោយភាពស្ងប់ស្ងាត់ភាពស្រឡាំងកាំងបានកើតឡើងចំពោះស្ត្រីម្នាក់នៅក្នុងបន្ទប់ដេកនៃគូស្នេហ៍ទើបរៀបការរួចភីមមានអាយុ20ឆ្នាំអង្គុយនៅក្បាលគ្រែដៃទាំងពីរបានចាក់ស្រេះនៅលើជង្គង់យ៉ាងណែនទោះបីជារៀបការរួចមានរយៈពេល6ខែហើយក៏ដោយតែនាងក៏នៅតែមានការភ័យខ្លាចក្នុងរយៈពេលនេះនៅពេលដែលសំឡេងទឹកនៅក្នុងបន្ទប់ទឹកឈប់ហូរពីការដែលប្តីបានងូតទឹករួចភីមក៏ចាប់ផ្ដើមញ័រខ្លួនតិចតិចរាជបុរសសង្ហាវ័យ25ឆ្នាំដើរចេញមកព្រមជាមួយកូនកន្សែងជូតនៅលើសក់ពេលឃើញអាកប្បកិរិយាភ័យខ្លាចរបស់ភរិយាទឹកមុខរបស់គាត់ក៏តានតឹងទៅជាមួយដែរភីមបើថ្ងៃនេះហត់នឿយក៏គេងសម្រាកមុនចុះភីមនិយាយដោយប្រុងប្រយ័ត្នហើយនាងក្រវីក្បាលនិយាយថាមិនអីទេបងរាជអង្គុយចុះនៅក្បែរភរិយាហើយអោបស្មារបស់នាងថ្នមគាត់ទទួលបានអារម្មណ៍ថានាងរឹងខ្លួនមួយខណៈពេលហើយគាត់ក៏អង្អែលស្មារបស់នាងថ្នមជាងមុនបងនឹងមិនបង្ខំអូនទេណាធ្វើខ្លួនតាមសម្រួលចុះតែនៅពេលដែលខោអាវរបស់រាជត្រូវបានដោះចេញបង្ហាញឲ្យឃើញរាងកាយរបស់គាត់ភីមក៏គិតក្នុងចិត្តថាហេតុអ្វីបានជាវាធំដល់ថ្នាក់នេះណោនាងនិយាយជាមួយខ្លួនឯងតិចរាល់ពេលដែលបានឃើញទំហំនាគរាជរបស់ស្វាមីងើបឡើងម្ដងបងសូមទោសណាភីមបងគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបានពិតមែនមិនអីទេបងរាជភីមនឹងជាយាមទ្រាំឲ្យបាននាងនិយាយដោយញញឹមទាំងបង្ខំចិត្តតែរឹតតែនិយាយក្នុងចិត្តបែរជាពោពេញទៅដោយភាពភ័យខ្លាចរាជចូលមករកភរិយាដោយភាពប្រុងប្រយ័ត្នខ្លាំងឡើងបងនឹងចាប់ផ្ដើមតិចថ្នមពិតមែនណាបើឈឺឲ្យប្រញាប់ប្រាប់បងភ្លាមតែរាងកាយរបស់នាងក៏រឹងស្ដោកទៅហើយរាជចាប់ផ្ដើមដោះអាវរបស់ភរិយាថ្នមភីមក៏បិទភ្នែកយ៉ាងជិតត្រៀមចិត្តទទួលភាពឈឺចុកចាប់ដែលកំពុងនឹងមកដល់វេលាកន្លងផុតទៅយ៉ាងយូរក្នុងបន្ទប់គេងដែលធ្លាប់ស្ងប់ស្ងាត់មានតែសំឡេងធ្ងន់ធ្ងរតិចឮឡើងម្ដងម្កាលវាមិនមែនជាសំឡេងនៃក្តីសោកនោះទេតែវាជាសំឡេងដែលពោរពេញទៅដោយការឈឺចាប់យុបយន្តដ៏យូរលង់បានកន្លងផុតទៅនៅពេលដែលត្រនិចនាឡិកាបានចង្អុលម៉ោង00.00នាទីភាពស្ងប់ស្ងាត់បានត្រឡប់មកក្នុងបន្ទប់ម្ដងទៀតភីមក្រោកឡើងឈរយ៉ាងត្រៀតត្រោតប្រៀបបីដូចជាអស់កម្លាំងសុំចូលបន្ទប់ទឹកមួយផ្លែតសំឡេងរបស់នាងខ្សៅហើយញ័រជាងធម្មតា
រាជឃើញសភាពរបស់ភរិយាហើយក៏មានការឈឺចាប់ក្នុងចិត្តព្រោះដំណើររបស់នាងវាមើលទៅដូចជាមិនធម្មតាទេពេលទ្វារបន្ទប់ទឹកត្រូវបានបិទរាជសម្លឹងមើលពីដានហើយដកដង្ហើមវែងនៅក្នុងបន្ទប់ទឹកភីមកំពុងឆ្លោះកញ្ចក់ឃើញទឹកមុខស្លេកស្លាំងនិងភ្នែកមានសំណើមបានឆ្លុះបញ្ចាំងនៅលើកញ្ចក់នឹងត្រូវទ្រាំការឈឺចាប់បែបនេះដល់ពេលទៀតណាណភីមនិយាយតិចហើយលាងមុខដោយទឹកត្រជាក់នាងយកថ្នាំបំបត្តិការឈឺចាប់ចេញពីថតតុមកលេបពេលនេះបើគ្មានថ្នាំនេះទេនាងក៏ប្រហែលជាគេងមិនលក់ដែរនៅក្នុងពេលជាមួយគ្នាក្នុងបន្ទប់ដេករាជកំពុងមានអារម្មណ៍មានកំហុសដោយសារតែរាងកាយដ៏រឹងមាំតាំងពីកំណើតរបស់គាត់បានធ្វើឲ្យភរិយាជាទីស្រឡាញ់ត្រូវទ្រាំជាមួយភាពឈឺចាប់បែបនេះមករហូតគាត់ព្យាយាមស្វែងរកវិធីផ្សេងក្នុងអ៊ីនធឺណិតតែក៏មិនបានជួបវិធីដោះស្រាយបញ្ហាជាដើមហេតុនោះឡើយតើត្រូវធ្វើដូចម្តេចទើបល្អណគាត់និយាយនឹងខ្លួនឯងតិចប្រសិនបើបបួលទៅរកពេទ្យភីមប្រហែលជាមានភាពអៀនខ្មាស់តែបើបណ្ដោយឲ្យស្ថានភាពនៅតែបែបនេះតទៅទៀតក៏មិនបានភីមចេញពីបន្ទប់ទឹកហើយត្រឡប់មកលើគ្រែរួចនិយាយថាបងរាជគេងមុនចុះភីមបងពិតជាសំទោសអូនពិតប្រកបមែនណាក៏ប្រាប់ហើយតើថាមិនអីទេតែសំឡេងរបស់ភីមពោពេញទៅដោយភាពល្វើយអស់កម្លាំងយប់នោះទាំងពីរនាក់គេងបែរខ្នងដាក់គ្នាទោះបីជាស្រឡាញ់គ្នាប៉ុន្តែបញ្ហាមួយនេះប្រៀបបីដូចជាជញ្ជាំងដែលនៅចាំរារាំងពួកគេព្រឹកថ្ងៃបន្ទាប់ភីមកំពុងតែងមុខយ៉ាងស្អាតនៅមុខតុសម្អាងនាងព្យាយាមបិទបាំងទឹកមុខដែលស្លេកស្លាំងហើយមានអារម្មណ៍កង្វល់ថានឹងត្រូវឆ្លើយតបយ៉ាងណាទើបល្អចំពោះសំណួរមិត្តរួមការងារដែលសួរដល់ជីវិតក្រោយពេលរៀបការរួចក្នុងពេលជាមួយគ្នារាជក៏ឈានជើងទៅធ្វើការដោយអារម្មណ៍តានតឹងរូបភាពនៃការឈឺចាប់របស់ភរិយាកាលពីយប់មិញនៅវិលវល់ក្នុងខួរក្បាលរបស់គាត់នៅឡើយពេលសម្រាប់ថ្ងៃត្រង់មិត្តរួមការងារម្នាក់ដែលចូលមករយៈរាជហេតុអីទឹកមុខក្រៀមក្រំបែបហ្នឹងក្រែងទើបតែរៀបការរួចមែនទេគ្រាន់តែហត់នឿយបន្តិចបន្តួចរាជបង្ខំចិត្តញញឹមឆ្លើយតបតែក្នុងចិត្តបែរជាមានអារម្មណ៍ធុញថប់តើគាត់អាចនិយាយក្តីទុកក្នុងចិត្តនេះឲ្យនរណាស្ដាប់បានល្ងាចថ្ងៃនោះពេលត្រឡប់មកដល់ផ្ទះទាំងពីរនាក់ក៏ញ៉ាំអាហារពេលល្ងាចក្នុងបរិយាកាសដែលគួរឲ្យធុញថប់ទោះបីជាស្រឡាញ់គ្នាតែក៏មានអារម្មណ៍ឃ្លាតឆ្ងាយពីគ្នាទៅជារឿយភីមគិតក្នុងចិត្តថាបើបាននិយាយបញ្ហានេះឲ្យនរណាម្នាក់ស្ដាប់ប្រហែលជាល្អតែរឿងដែលច្របូកច្របល់បែបនេះតើនឹងទៅរៀបរាប់ឲ្យនរណាស្ដាប់បានច្រើនថ្ងៃកន្លងផុតទៅស្ថានភាពក៏នៅមិនប្រសើរឡើងការឈឺចាប់របស់ភីមរឹតតែធ្ងន់ធ្ងរឡើងជារឿយមួយសប្តាហ៍បន្ទាប់មកនៅរសៀលថ្ងៃសៅរ៍ភីមទៅលេងផ្ទះរបស់ម៉ែនួនដែលជាម្ដាយរបស់នាងវ័យ55ឆ្នាំដែលជាស្ត្រីមេម៉ាយរយៈពេល6ឆ្នាំមកហើយគាត់មានអារម្មណ៍ខុសពីធម្មតាតាំងតែពីកូនស្រីឈានជើងចូលពីមាត់ទ្វារមកម្លេះកូនស្រីដែលធម្មតាតែងតែរាក់ទាក់ដោយសំឡេងរីករាយនិងស្រស់ស្រាយតែថ្ងៃនេះបែរជាត្រឹមតែអោនក្បាលបន្តិចប្រៀបបីដូចជាគ្មានកម្លាំងកំហែងកូនភីមម៉ែនួនរាក់ទាក់យ៉ាងត្រេកអរតែទឹកមុខរបស់ភីមបង្ហាញចេញមកដូចជាគ្មានជីវិតជីវ៉ារឹកពីដំណើររបស់នាងឆ្ពោះទៅកាន់បន្ទប់អង្គុយលេងមើលទៅដូចជាល្វើយហើយប្រយ័ត្នប្រយែងជាងធម្មតាជាពិសេសនៅពេលដែលអង្គុយចុះលើសាឡុងនាងបែរខ្លួនតិចហើយអង្គុយចុះយឺតម៉ែនួនសង្កេតឃើញយ៉ាងច្បាស់លាស់ម៉ែនួនជាម៉ែដែលចិញ្ចឹមកូនស្រីជាង20ឆ្នាំគាត់មានក្រសែភ្នែកមុតស្រួចហើយមិនដែលផ្លាត់ស្នៀតសូម្បីតែការផ្លាស់ប្ដូរបន្តិចបន្តួចរបស់ភីមខណៈពេលដែល
ត្រៀមទឹកតែម៉ែនួនក៏ចាប់សង្កេតអាកប្បកិរិយារបស់កូនស្រីរហូតពេលធម្មតាភីមនឹងតាមចូលទៅជួយគាត់នៅក្នុងផ្ទះបាយតែថ្ងៃនេះនាងបែរជាអង្គុយស្ងៀមនៅលើសាឡុងមើលចេញទៅក្រៅបង្អួចមានរឿងអ្វីមែនទេកូនម៉ែនួនកំពុងដាក់តែចុះហើយសួរដោយប្រុងប្រយ័ត្នមិនមានរឿងអីទេម៉ែគ្រាន់តែមួយរយៈពេលនេះការងាររវល់តែសំឡេងរបស់ភីមបែរជាខ្សៅដែលគ្មានភាពស្រស់ស្រាយដូចពីមុននោះទេម៉ែនួនដឹងភ្លាមថាកូនស្រីកំពុងកុហកគាត់ដឹងច្បាស់ពីនិស្ស័យរបស់ភីមនៅពេលដែលកុហកទាំងការកិច្ចក្រសែភ្នែកទាំងការកម្រើកម្រាមដៃទៅមកម៉ែនួននិយាយសំឡេងតិចភីមកុំកុហកម៉ែណាតើមានរឿងមិនស្រួលមែនទេសំឡេងដ៏កក់ក្ដៅតែច្បាស់លាស់របស់ម៉ែនួនធ្វើឲ្យត្របកភ្នែករបស់ភីមក្ដៅឈួលអារម្មណ៍ដែលនៅតឹងណែនកំពុងនឹងផ្ទុះចេញមកម៉ែនួនខិតចូលទៅជិតហើយអោបស្មាកូនស្រីដោយទួនខ្លួននៅពេលដែលទទួលបានភាពកក់ក្ដៅពីម៉ែនួននៅទីបំផុតភីមក៏ព្រមហើបមាត់និយាយម៉ែគឺថាវាជារឿងដែលគួរឲ្យអៀនខ្មាស់ខ្លាំងណាស់ម៉ែនួនបានស្ដាប់សំឡេងញ័ររបស់កូនស្រីគាត់ក៏អាចបានស្មានបានថាកូនស្រីកំពុងនិយាយរឿងអ្វីតែក៏ចង់ឲ្យកូនស្រីជាអ្នកនិយាយចេញមកដោយខ្លួនឯងភីមក៏អោនមុខចុះហើយនិយាយថាបងរាជគាត់ធំខ្លាំងពេកណាម៉ែពេលចាប់ផ្ដើមម្ដងវាឈឺចាប់ខ្លាំងណាស់រហូតដល់ទ្រាំមិនបានកែវភ្នែករបស់ម៉ែនួនបើកធំភ្លាមមួយរំពេចដំបងគាត់នៅមិនទាន់យល់ភ្លាមទេថាកូនស្រីកំពុងនិយាយរឿងអ្វីតែមិនយូរក៏បានយល់អំពីស្ថានភាពព្រោះគាត់ផ្ទាល់ក៏ធ្លាប់ឆ្លងកាត់ភាពយុវវ័យមកជាមុនតែមួយចំណែករបស់បេះដូងបែរជាមានអារម្មណ៍ចម្លែកកើតឡើងភាពចង់ដឹងចង់ឃើញក្នុងឋានៈជាស្ត្រីដែលបានផ្លេចទៅយ៉ាងយូររហូតដល់6ឆ្នាំអូជារឿងនឹងទេអីទឹកមុខរបស់ម៉ែនួនក្រហមតិចតែនៅពេលបានឃើញទឹកមុខឈឺចាប់របស់កូនស្រីគាត់ក៏ដឹងថានេះវាមិនមែនជាពេលដែលត្រូវអៀនខ្មាស់នោះទេនេះគឺជាទឹកមុខដែលធ្វើឲ្យកូនមើលទៅទទួលរងការឈឺចាប់វេទនារហូតមកហើយបានទៅរកពេទ្យហើយឬនៅតើទៅរកពេទ្យហើយរៀបរាប់រឿងបែបនេះបានយ៉ាងម៉េចម៉ែគួរឲ្យអៀនខ្មាស់ណាស់ភីមក្រវីក្បាលក្នុងសញ្ញាបង្ហាញថាមិនចង់ទៅរកពេទ្យម៉ែនួនអោបកូនស្រីយ៉ាងណែនហើយអង្អែលខ្នងថ្នមមិនអីទេណាកូនចាំម៉ែសាក់លបងរកផ្លូវដោះស្រាយប៉ុន្តែការពិតទៅម៉ែនួនក៏មិនដឹងថានឹងជួយបានដោយរបៀបណាតែអ្វីដែលចម្លែកគឺគាត់ចាប់ផ្ដើមកើតគំនិតចង់ដឹងចង់ឃើញនាគរាជរបស់កូនប្រសាថាវានឹងធំដល់កម្រិតណាច្រើនថ្ងៃបន្ទាប់មកម៉ែនួនបានទូរស័ព្ទទៅរករាជកូនប្រសារបស់គាត់អាឡូរាជបើមានពេលទំនេរឆ្លៀតមករកម៉ែនៅផ្ទះបន្តិចណាគាត់អាចស្មានដឹងអំពីសំឡេងរបស់រាជតាមទូរស័ព្ទម៉ែតើខ្ញុំបានធ្វើអ្វីខុសមែនទេមិនមែនទេម៉ែមានរឿងចង់និយាយពាក់ព័ន្ធនឹងភីមរឿងសំខាន់ផងត្រូវមកកំខានសំឡេងដ៏ច្បាស់លាស់របស់ម៉ែនួនធ្វើឲ្យរាជមានអារម្មណ៍កង្វល់គាត់មិនគិតមិនបានទេថាភរិយារបស់គាត់នឹងនិយាយរឿងរបស់ពួកគេទាំងពីរនាក់ឲ្យម៉ែបានស្ដាប់ហើយឬនៅល្ងាចថ្ងៃបន្ទាប់រាជឈរដោយស្ទាក់ស្ទើរនៅមុខផ្ទះរបស់ម៉ែនួនយ៉ាងយូរគាត់ធ្វើកិរិយាលើកដៃឡើងចុចកណ្ដឹងហើយក៏ដាក់ចុះមកវិញជាច្រើនដងចូលមករាជម៉ែនួនបើកទ្វារមានទឹកមុខច្បាស់លាស់ជាងធម្មតាថ្ងៃនេះគាត់ពាក់អាវវិលក្លៀកពណ៌ខៀវខ្ចីជាមួយសំពត់មានផ្កាពណ៌សហើយថែមទាំងបាញ់ទឹកអប់ក្រអូបស្រាលទៀតផងពេលដែលរាជអង្គុយចុះនៅក្នុងបន្ទប់អង្គុយលេងគាត់ដាក់ដៃលើក្បាលជង្គង់ហើយអោនមុខចុះមើលផ្ទៃការ៉ូ
ម៉ែនួនសម្លឹងមើលកូនប្រសាហើយទទួលបានអារម្មណ៍ថាគេក៏កំពុងពិបាកចិត្តក៏មិនតិចដែររាជម៉ែបានដឹងរឿងពីភីមហើយណារាជក៏ភ្ញាក់ខ្លួនព្រឺតម៉ែគឺថាសំឡេងរបស់គេញ័រមិនអីទេតែភីមសភាពរបស់នាងមើលទៅដូចជាអាក្រក់ណាស់រាជអោនមកចុះខ្ញុំសុំទោសខ្ញុំព្យាយាមប្រុងប្រយ័ត្នហើយតែក៏ជួយមិនបានពិតមែនម៉ែនួនមើលកូនប្រសាមួយសន្ទុះហើយទើបនិយាយឡើងថាមានបានសាករកវិធីផ្សេងដែរឬទេខ្ញុំបានរកមើលក្នុងអ៊ីនធឺណិតហើយក៏ធ្លាប់និយាយរឿងទៅរកពេទ្យតែភីមនាងប្រាប់ថាខ្មាស់ក្រសែភ្នែករបស់រាជពោពេញទៅដោយក្តីព្រួយបារម្ភយ៉ាងពិតប្រាកដពេលឃើញដូច្នោះគំនិតដ៏ដិតដល់មួយបានកើតឡើងក្នុងចិត្តរបស់ម៉ែនួនឲ្យម៉ែសាកមើលស្ថានភាពបន្តិចបានទេម៉ែនិយាយអីដូចនេះរាជភ្ញាក់ផ្អើលព្យាយាមនឹងក្រោកឈរតែម៉ែនួនចាប់ដៃទាញចុះវិញរឿងរ៉ាវរបស់មនុស្សស្រីម៉ែបានដឹងច្បាស់ណាស់ហើយក៏ដឹងដែរថាត្រូវធ្វើយ៉ាងម៉េចហើយភីមក៏បានបន្ថយការឈឺចាប់នោះអីពេលម៉ែនួនខិតចូលមកជិតរាជក៏ថយទៅរហូតដល់ខាងចុងសាឡុងបែបនេះមិនបានទេណាម៉ែសំឡេងរបស់គាត់ឮឡើងញ័រតែនៅពេលដែលសម្លឹងក្រសែភ្នែកហាក់ដូចជាអង្វរករបស់ម៉ែនួនរាជក៏បដិសេធបានមិនពេញមាត់ដើម្បីភីមពិតមែនណាម៉ែពេលរាជសួរម៉ែនួនក៏ងក់ក្បាលពិតប្រាកដណាស់ហើយតើមានហេតុផលអីផ្សេងបានយ៉ាងម៉េចតែក្នុងចិត្តគាត់វាមានអារម្មណ៍ផ្សេងតែកំពុងឆាបឆេះស្រាប់ហើយរាជអង្គុយគិតយ៉ាងយូរនៅទីបំផុតក៏ងក់ក្បាលបើដើម្បីភីមពិតមែនបានខ្ញុំយល់ព្រមក្រសែភ្នែករបស់ម៉ែនួនបានផ្លាស់ប្ដូរទៅមែនដើម្បីភីមពិតមែនម៉ែនួនអង្គុយចុះក្បែររាជហើយដាក់ដៃលើស្មារបស់គាត់ក្លិនខ្លួនក្រអូបអណ្ដែតមកប៉ះច្រមុះរាងកាយរបស់រាជរៀងញ័របន្តិចរឿងនេះត្រូវជាអាកំបាំងរវាងយើងទាំងពីរអ្នកណាសំឡេងខ្សឹបរបស់គាត់និងខ្យល់ដកដង្ហើមនៅជិតដើមកធ្វើឲ្យបេះដូងរបស់រាជលោតញាប់ញ័រការប៉ះស្ទាបរបស់ម៉ែនួនចាប់ផ្ដើមពីភាពក្លាហានឡើងគាត់ប្រលេះលែវអាវរបស់រាជហើយនិយាយតិចរាងកាយពិតជាល្អមែនរាជមានអារម្មណ៍ច្របូកច្របល់តែប្លែកដែលគាត់មិនបានមានអារម្មណ៍ដែលគួរឲ្យខ្លាចបានហើយម៉ែតែការប៉ះស្ទាបរបស់គាត់មិនព្រមឈប់ក៏ធ្វើដើម្បីភៀមនោះអីពាក្យសម្ដីរបស់ម៉ែនួនធ្វើឲ្យរាជមិនអាចក្រោកឡើងបានតទៅទៀតតែនេះវាទោះបីមាត់ចង់បដិសេធតែរាងកាយបែរជាតបស្នងក្នុងផ្លូវដែលផ្ទុយគ្នាទៅវិញនៅទីបំផុតរាជក៏ទាញម៉ែនួនចូលមកអោបរាជចិត្តត្រជាក់សិនម៉ែនួននិយាយតែគាត់ត្រូវសភាវៈកតេគ្រប់គ្រងទៅហើយពេលដល់បន្ទប់គេងរាជក៏ដាក់ម៉ែនួនចុះថ្នមនៅលើគ្រែហើយចាប់ផ្ដើមធ្វើសកម្មភាពមិនបានទេណាម៉ែនួននិយាយតែខ្ញុំទ្រាំមិនបានទេទាំងគូផ្លាស់ប្ដូរគ្នារវាងការសំទោសនិងភាពជំទាស់តែក៏មិនអាចបញ្ឈប់បាននៅទីបំផុតទាំងពីរនាក់ក៏បានជ្រុលខ្លួនយ៉ាងជ្រៅទៅក្នុងអាណាចក្រនៃភាពសុខស្រួលនៅក្នុងបន្ទប់គេងដែលស្ងប់ស្ងាត់បំផុតមានតែសំឡេងដកដង្ហើមសើតសក់ដង្ហើតដង្ហកបន្លឺឡើងពីតិចយឺតរហូតដល់ខ្លាំងឡើងយ៉ាងមានក្តីសុខស្កប់ស្កល់ជាទីបំផុតពន្លឺព្រះអាទិត្យពេលល្ងាចជះតាមបង្អួចលើខ្លួនអ្នកទាំងពីរដែលបានបញ្ចប់ភារកិច្ចយ៉ាងស្កប់ស្កល់រាជដេកដកដង្ហើមហើយសម្លឹងមើលពីដានម៉ែតើខ្ញុំបានធ្វើរឿងអ្វីឡើងនៅពេលសតិត្រឡប់មកវិញអារម្មណ៍ដឹងខុសក៏បានកើតឡើងក្នុងខួរក្បាលចំណែកម៉ែនួនវិញក៏កំពុងធ្លាក់ក្នុងអារម្មណ៍ដែលច្របូកច្របល់
យើងបានធ្វើនៅរឿងដែលអាក្រក់បំផុតហើយណារាជអោនមុខចុះហើយបន្ទោសខ្លួនឯងប្រសិនបើភីមដឹងតើនឹងត្រូវធ្វើយ៉ាងណាម៉ែនួនដាក់ដៃលើស្មារបស់គាត់មិនមែនជាកំហុសរបស់កូនតែម្នាក់ឯងទេម៉ែក៏ដូចគ្នាដែរតែទាំងពីរនាក់សុទ្ធតែដឹងថារឿងនេះមិនមានផ្លូវដែលជារឿងធម្មតាបាននោះទេរាជបន្ទោសខ្លួនឯងក្នុងពេលដែលនៅតាមផ្លូវត្រឡប់ទៅផ្ទះតែក្នុងពេលជាមួយគ្នាអារម្មណ៍ររៀលមួយសន្ទុះមុនបានបង្ហាញច្បាស់នៅក្នុងការចងចាំម៉ែនួនដែលនៅផ្ទះម្នាក់ឯងក៏ស្ថិតក្នុងសភាពខូចចិត្តតែក៏មិនអាចបដិសេធអារម្មណ៍ដែលពោរពេញទៅដោយភាពសុខស្រួលដែលមិនធ្លាប់ជួបក្នុងរយៈពេល6ឆ្នាំមកនេះបានដែរយប់នោះពេលត្រឡប់ទៅដល់ផ្ទះរាជក៏បិទភ្នែកគេងមិនលក់គេកំពុងដេកសម្លឹងមើលពីដានភីមដេកនៅក្បែរក៏បានលក់ទៅហើយរាជនិយាយនឹងខ្លួនឯងតិចថាខ្ញុំពិតជាឈួតមែនទៅធ្វើរឿងបែបនោះជាមួយម៉ែក្មេកទៅកើតតែក្នុងផ្លូវមួយទៀតអារម្មណ៍ររៀលនៅពេលរសៀលវានៅដិតជាប់ក្នុងរាងកាយវាខុសប្លែកគ្នាទាំងស្រុងជាមួយសម្ព័ន្ធមេត្រីភាពដែលត្រូវប្រុងប្រយ័ត្នប្រយែងរហូតរយៈពេល6ខែកន្លងមកពេលដែលមើលភីមកំពុងគេងលក់នៅក្បែរនោះអារម្មណ៍ដឹងខ្លួនខុសក៏រឹតតែធ្វេសឡើងធ្វើបែបនោះនៅក្រោយខ្នងភរិយាដែលដេកលក់ដោយមិនដឹងរឿងអ្វីក្នុងពេលជាមួយគ្នាម៉ែនួនក៏កំពុងច្របូកច្របល់ជាមួយអារម្មណ៍របស់ខ្លួនឯងនៅក្នុងខុនដូម្នាក់ឯងគាត់ឈរនៅមុខកញ្ចក់មើលរាងកាយរបស់ខ្លួនឯងនិងនៅមានអារម្មណ៍ក្តៅររៀលនៅគ្រប់ចំណុចដែលរាជបានប៉ះពាល់ពីរាងកាយរបស់បុរសនិងសម្លេងដកដង្ហើមខ្លាំងដែលគាត់បានពណ៌ត្រូវក្នុងរយៈពេល6ឆ្នាំដែលមិនធ្លាប់ជួបពិតជាធ្វើឲ្យគាត់ស្រស់ស្រាយមែនតែនរឿងបែបនេះត្រូវតែមិនអាចកើតឡើងទៀតឡើយម៉ែនួននិយាយតិចតែក្នុងចិត្តបែរជាគិតទុយគ្នាទៅវិញដែលការពិតភាពដែលនឹងអាចប៉ះពាល់ដោយរយៈវេលានោះម្ដងទៀតកំពុងសំងំនៅខាងក្នុងព្រឹកថ្ងៃបន្ទាប់រាជអង្គុយញ៉ាំអាហារពេលព្រឹកជាមួយភីមបងរាជម្សិលមិញទៅផ្ទះម៉ែមែនទេពេលដែលឮភីមសួរដោយភាពរីករាយស្លាបព្រានៅក្នុងដៃរបស់រាជក៏ញ័រត្រើតក៏ឈៀងចូលទៅមួយផ្លែតរាជព្យាយាមរក្សាទឹកមុខដូចធម្មតាតើនិយាយអ្វីជាមួយគាត់ក៏គាត់បារម្ភពីភីមនឹងហើយរាជមិនហ៊ានសម្លឹងភ្នែកភរិយាត្រង់នោះទេតែភីមក៏មិនបានសង្កេតឃើញអាកប្បកិរិយាខុសពីធម្មតារបស់ស្វាមីនោះឡើយសំឡេងរបស់រាជឮតិចទៅជារឿយព្រោះអារម្មណ៍ដឹងខុសដែលត្រូវនិយាយកុហកភរិយាក្នុងខួរក្បាលរបស់រាជពេលនេះមានតែរូបភាពក្នុងរយៈវេលាដែលររៀលជាមួយម៉ែនួនបង្ហាញចេញមកដដែលនៅល្ងាចថ្ងៃនោះក្នុងទំនាក់ទំនងមេត្រីភាពជាមួយនឹងភីមរាជកាន់តែប្រយ័ត្នប្រយែងជាងមុនទៅទៀតព្រោះរឿងដែលកើតឡើងជាមួយម៉ែក្មេកកាលពីម្សិលមិញធ្វើឲ្យគាត់មានអារម្មណ៍ខុសចំពោះភរិយាយ៉ាងខ្លាំងមួយសប្តាហ៍កន្លងផុតទៅប៉ុន្តែទាំងរាជនិងម៉ែនួនម្នាក់ក៏មិនអាចភ្លេចរឿងនៅក្នុងថ្ងៃនោះបានដែររាជមកកន្លែងធ្វើការចំណែកម៉ែនួនពេលត្រូវនៅម្នាក់ឯងយូរទៅភាពឯកោក៏រឹតតែធ្វើឲ្យស្រងេះស្រងោចខ្លាំងឡើងជាពិសេសម៉ែនួនការប្រាថ្នានៃឋានៈជាស្ត្រីដែលបានលងលក់មករហូត6ឆ្នាំត្រូវបានប៉ះឡើងមកដោយល្អប្រសើរហើយគាត់ក៏នៅតែចង់ពណ៌ត្រូវនៅអារម្មណ៍ក្តៅររៀលដែលបានទទួលពីរាជម្ដងទៀតនៅទីបំផុតម៉ែនួនក៏បានផ្ញើសារទៅរករាជប្រសិនបើមានពេលទំនេរក៏មកបន្តិចណាមានរឿងចង់ពិភាក្សាតាក់ទងនឹងភីមបេះដូងរបស់រាជលូតខ្លាំងនៅពេលបានទទួលសារទោះបីប្រាប់ថាពិភាក្សាតែគាត់ក៏ដឹងថាវាមានន័យយ៉ាងណាធ្វើបែបនេះមិនបានទេរាជព្យាយាមហាមចិត្តខ្លួនឯងតែ
នៅទីបំផុតគេក៏បើកឡានឆ្ពោះទៅផ្ទះរបស់ម៉ែនួនវាជាកម្លាំងស្រូបទាញដែលមិនអាចហាមបាននៅពេលទៅដល់ផ្ទះម៉ែនួនរាជឈរស្ទាក់ស្ទើរមួយសន្ទុះទៅចុចកណ្ដឹងមកឲ្យមែនទេរាជម៉ែនួនដើរមកបើកទ្វារមើលទៅខុសប្លែកពីធម្មតាគាត់តែងមុខដោយតាំងចិត្តក្នុងឈុតរូបការស្ដើងដែលស្រស់ស្អាតបំផុតម៉ែតើមានរឿងអ្វីចង់ពិភាក្សាអង្គុយចុះញ៉ាំតែបន្តិចសិនទៅម៉ែនួននាំរាជទៅកាន់បន្ទប់អង្គុយលេងតែទាំងពីរនាក់មិនបានចាប់អារម្មណ៍រឿងតែនោះទេម្នាក់សុទ្ធតែមានអារម្មណ៍ញាប់ញ័ររហូតដល់កើតជាភាពស្ងៀមស្ងាត់រាជបន្ទាប់ពីថ្ងៃនោះហើយតើភីមយ៉ាងម៉េចដែរម៉ែនួនជាអ្នកចាប់ផ្ដើមសន្ទនាមុនមើលទៅដូចជាប្រសើរជាងមុនច្រើនរាជតបដោយប្រុងប្រយ័ត្នចឹងក៏ល្អហើយណាបញ្ជាក់ថាម៉ែជួយបានពិតមែនសំឡេងរបស់ម៉ែនួនពោពេញទៅដោយភាពពេញចិត្តតែជួនកាលក៏ត្រូវត្រួតពិនិត្យមើលម្ដងទៀតណាម៉ែនួននិយាយដោយញញឹមតិចបេះដូងរបស់រាជចាប់ផ្ដើមលោតខ្លាំងឡើងម៉ែវាមានន័យដូចម្ដេចកូនក៏ដឹងថាម៉ែចង់មានន័យយ៉ាងម៉េចម៉ែនួនខ្សឹបព្រមជាមួយដើរចូលមករករាជព្យាយាមនឹងក្រោកឡើងតែជើងបែរជាមិនមានកម្លាំងម៉ែធ្វើបែបនេះមិនបានទៀតទេការលើកមុនប្រាប់ថាជាលើកចុងក្រោយតែកូនក៏នៅគិតដល់វាជានិច្ចមែនទេដៃរបស់ម៉ែនួនដាក់នៅលើស្មារបស់រាជក៏ព្យាយាមបដិសេធដែរតែក្លិនដ៏ក្រអូបដែលម៉ែនួនបានត្រៀមជាស្រេចវាបានអណ្ដែតមកប៉ះច្រមុះការចងចាំដ៏ក្តៅររៀលកាលពីលើកមុនបានវិលត្រឡប់មកម្ដងទៀតតែម្ដងទៀតទេណាលើកចុងក្រោយពិតមែនណាម៉ែនួនខ្សឹបដាក់ក្បែរត្រចៀករបស់រាជសតិរបស់រាជចាប់ផ្ដើមញាប់ញ័រម្ដងទៀតមិនបានទេបើភីមចាប់បានប្រកាសជាមានរឿងភីមពេលនេះនៅកន្លែងធ្វើការគ្មានផ្លូវដឹងទេម៉ែនួនព្យាយាមតាក់ទាញអារម្មណ៍របស់រាជការស្ទាបអង្អែលរបស់ម៉ែនួនចាប់ផ្ដើមកាន់តែខ្លាំងឡើងរាជក៏ព្យាយាមរារាំងជាលើកចុងក្រោយតែក៏យឺតពេលទៅហើយព្រោះគេកំពុងចោះចាញ់ចំពោះការលបួងនៃក្តីសុខម្ដងទៀតដោយលើកមុនអញ្ចឹងម៉ែលើកចុងក្រោយពិតមែនណាមែនហើយលើកចុងក្រោយពិតមែនតែទាំងពីរនាក់សុទ្ធតែដឹងថានេះវាគ្មានផ្លូវជាលើកចុងក្រោយនោះទេពេលវេលាកន្លងផុតទៅយ៉ាងយូរលើកទី2ក៏បានឈានឆ្លងខ្សែបន្ទាត់ដែលត្រូវហាមឃាត់ម្ដងទៀតហើយបន្ទាប់ពីអ្នកទាំងពីរបានសម្រេចគោលដៅយ៉ាងសុខស្កប់ស្កល់រៀងខ្លួនក៏ស្ថិតនៅក្នុងសភាពនៃអារម្មណ៍ដឹងថាខ្លួនបានប្រព្រឹត្តខុសដោយលើកមុនដដែលតែលើកនេះភាពពេញចិត្តនិងភាពសុខស្រួលបែរជាខ្លាំងជាងលើកមុនទៅទៀតអារម្មណ៍ដឹងថាខុសរបស់ពួកគេត្រូវព្រមទទួលថាទាំងសងខាងក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍រវាងគ្នានឹងគ្នាទៅហើយដោយដកខ្លួនមកវិញមិនបានទៀតឡើយរាជយើងប្រហែលជាកំពុងដើរទៅក្នុងផ្លូវដែលដកខ្លួនត្រឡប់មកវិញមិនបានហើយមែនទេម៉ែនួននិយាយខណៈកំពុងដេកនៅក្នុងរង្វង់ដៃរបស់រាជបាទតែពេលនេះប្រហែលជាបញ្ឈប់វាមិនបានទេរាជខ្លួនឯងក៏សារភាពដោយត្រង់ទៅត្រង់មកពេលនេះទំនាក់ទំនងរបស់អ្នកទាំងពីរបានវិវត្តទៅឆ្ងាយជាងការដែលត្រឹមតែទំនាក់ទំនងខាងផ្លូវកាយទៅទៀតពេលវេលាកន្លងផុតទៅ1ខែការជួបគ្នារវាងរាជនិងម៉ែនួនក៏រឹតតែញឹកញាប់ឡើងដំបូងក៏មានលេសថាជាការពិភាក្សារឿងរបស់ភីមតែពេលនេះសូម្បីតែលេសបែបនោះក៏វាគ្មានអត្ថន័យតទៅទៀតហើយអ្នកទាំងពីរសុទ្ធតែខ្វះគ្នាមិនបានសូម្បីតែមួយថ្ងៃរាជទៅរកម៉ែនួននៅខុនដូស្ទើរតែរាល់ថ្ងៃទាំងពេលសម្រាកពីការងារទាំងសម្រាកនៅពេលថ្ងៃត្រង់ឬសូម្បីតែពេលព្រឹកព្រលឹមស្រាងវាคล้ายទៅជាស្នេហាដ៏ជ្រាលជ្រៅដែលលើសពីកម្លាំងស្រូបទាញខាងរាងកាយទៅទៀតម៉ែថ្ងៃមួយរាជស្រែកហៅម៉ែនួនដោយសំឡេងដែលពោរពេញទៅដោយក្តីប្រាថ្នារាជក្រសែភ្នែកដែលម៉ែនួនសម្លឹងរាជ
ក៏បដូរទៅដោយច្បាស់លាស់អារម្មណ៍របស់បុរសស្ត្រីដែលឈានរំលងភាពទំនាក់ទំនងរបស់ម៉ែក្មេកនិងកូនប្រសាខ្ញុំប្រហែលជាឈួតពិតប្រកបប្រសិនបើថ្ងៃណាមួយมันបានជួបម៉ែខ្ញុំស្ទើរតែឈួតទៅហើយនៅពេលនេះរាជនិយាយតិចនៅចំពោះមុខម៉ែនួនចូលសិនមករាជម៉ែក៏ដូចគ្នាតើនេះវាជាស្នេហាមែនទេម៉ែនួនខ្លួនឯងក៏ច្របូកច្របល់ជាមួយអារម្មណ៍ពិតដែលបានពណ៌ត្រូវដែលរយៈពេល6ឆ្នាំមកនេះมันធ្លាប់បានជួបប៉ុន្តែក្នុងរយៈពេលដ៏សែនផ្អែមល្ហែមរបស់ពួកគេក៏មានអ្នកមករារាំងដែលมันអាចគិតដល់បានបង្ហាញខ្លួនឡើងថ្ងៃមួយខណៈដែលម៉ែនួនកំពុងទិញរបស់ប្រើប្រាស់នៅក្នុងផ្សារម៉ាតក៏មានមនុស្សស្រែកហៅចេញពីក្រោយខ្នងរបស់គាត់ពិតជាអ្នកនាងនួនពិតប្រាកដមែនពេលបែរត្រឡប់ទៅមើលក៏ឃើញថាជាលោកឆាយាអតីតមិត្តរួមថ្នាក់របស់ម៉ែនួនលោកឆាយាវ័យ48ឆ្នាំជាពោះម៉ាយដែលភរិយាបានស្លាប់កាលពី2ឆ្នាំមុនអូលោកឆាយាមកធ្វើអ្វីនៅទីនេះម៉ែនួនរាក់ទាក់តាមសុជីវធម៌ជាអ្នកធ្លាប់ស្គាល់គ្នាខ្ញុំទើបតែផ្លាស់មកនៅម្ដុំនេះចៃដន្យបានជួបអ្នកនាងនួនល្មមក្រសែភ្នែករបស់លោកឆាយាមានអារម្មណ៍ពិសេសបង្កប់នៅជាមួយដែលការពិតទៅគាត់លួចចាប់អារម្មណ៍ម៉ែនួនតាំងពីពេលមុនមកហើយចឹងយើងក៏ខ្លាចជាអ្នកចិត្តខាងនឹងគ្នាហើយរីករាយដែលបានមករស់នៅក្បែរគ្នាអ្នកនាងនួនបើមិនប្រកាន់ទេតើអាចទៅអង្គុយញ៉ាំកាហ្វេជាមួយគ្នាមួយកែវបានទេលោកឆាយាហាមាត់បបួលដោយប្រុងប្រយ័ត្នម៉ែនួនត្រូវស្ទាក់ស្ទើរបន្តិចប៉ុន្តែក៏មិនមានហេតុផលដែលនឹងត្រូវបដិសេធនៅហាងកាហ្វេលោកឆាយាចាប់ផ្ដើមនិយាយមុនអ្នកនាងនួននៅម្នាក់ឯងมันលំបាកឬទេมันពិបាកអីទេនាងខ្ញុំស៊ាំទៅហើយម៉ែនួនតបនឹងសំណួររបស់គាត់ចំណែកខ្ញុំវិញក៏នៅម្នាក់ឯងដែរអស់រយៈពេល2ឆ្នាំមកហើយពិតជាឯកោខ្លាំងណាស់តើអ្នកនាងនួនឯកោដូចខ្ញុំដែរឬទេពាក្យសម្ដីរបស់លោកឆាយាមានអត្ថន័យយ៉ាងជ្រាលជ្រៅបង្កប់នៅក្នុងនោះក៏មានការអបសុកខ្លះដែរចាតែគ្រាន់តែម្ដងម្កាលប៉ុណ្ណោះម៉ែនួនឆ្លើយដោយត្រង់តែពេលនេះគាត់មានរីកទៅហើយទើបមិនមានអារម្មណ៍ថាឯកោបើអញ្ចឹងតើចាប់អារម្មណ៍នឹងប្រើជីវិតរួមគ្នាជាមួយខ្ញុំខ្លះទេនៅទីបំផុតលោកឆាយាក៏បង្ហើបពាក្យក្នុងចិត្តចេញមកអាចនឹងមិនដល់ថ្នាក់រៀបការនោះទេត្រឹមតែជាទីពឹងឲ្យគ្នានឹងគ្នាក៏បានដែរម៉ែនួនមានអារម្មណ៍ចម្លែកក្នុងចិត្តវាជាសំណូមពរដែលមិននឹកស្មានដល់ខ្ញុំអាចនិយាយបែបតន់ហន់បន្តិចតែអ្នកនាងអាចពិចារណាមើលសិនបានថ្ងៃថ្ងៃនោះម៉ែនួនបាននិយាយរឿងនេះឲ្យរាជស្ដាប់ស្អីគេម៉ែមានអ្នកមកសុំម៉ែរៀបការមែនទេទឹកមុខរបស់គេប្រែប្រួលភ្លាមដល់ថ្នាក់រៀបការផងគ្រាន់តែបបួលមកនៅជាមួយគ្នាតែប៉ុណ្ណោះម៉ែនួនតបនឹងសម្ដីរបស់រាជมันបានជាដាច់ខាតណាម៉ែរាជមានអាកប្បកិរិយាដូចជាប្រច័ណ្ឌយ៉ាងខ្លាំងរាជកុំទាន់កង្វល់ឡើយម៉ែនឹងបដិសេធជាមួយគេស្រាប់ហើយត្រូវតែបដិសេធណាម៉ែខ្ញុំមិនព្រមឲ្យមនុស្សប្រុសណាមកដណ្ដើមម៉ែយកទៅជាដាច់ខាតពាក្យសារភាពរបស់រាជធ្វើឲ្យម៉ែនួនភ្ញាក់ផ្អើលជាខ្លាំងម៉ែខ្ញុំស្រឡាញ់ម៉ែពិតមែនណាពេលនេះការយកលេសតែថាធ្វើដើម្បីភីមក៏មិនចាំបាច់តទៅទៀតហើយរាជនិយាយព្រមជាមួយការចាប់ដៃរបស់ម៉ែនួនយ៉ាងណែនពីដំបូងខ្ញុំគិតថាវាគ្រាន់តែជាកម្លាំងស្រូបទាញនៃរាងកាយតែប៉ុណ្ណោះតែពេលនេះខ្ញុំច្បាស់ក្នុងចិត្តហើយម៉ែថាខ្ញុំពិតជាខ្វះម៉ែមិនបានទេទឹកភ្នែករលីងរលោងក្នុងកែវភ្នែករបស់ម៉ែនួនក៏ចាប់ដើមស្រក់ចុះម៉ែក៏ស្រឡាញ់រាជដែរទាំងពីរនាក់អោបគ្នាយ៉ាងណែនពេលនេះមិនចាំបាច់ត្រូវបិទបាំងឬរកលេសតទៅទៀតហើយគឺជារយៈវេលាដែលពួកគេបញ្ជាក់ពីស្នេហា
ដ៏ពិតប្រាកដចំពោះគ្នាតែលោកឆៃយ៉ាមិនមែនជាមនុស្សដែលព្រមចោះចាញ់ងាយៗនោះដែរច្រើនថ្ងៃកន្លងមកគាត់ក៏មកនៅមុខផ្ទះរបស់ម៉ែនួនអ្នកនាងនួនតើសំណូមពររបស់ខ្ញុំអ្នកនាងបានគិតច្បាស់ហើយឬនៅសូមទោសផងលោកឆៃយ៉ាពេលនេះនៅមិនព្រមទេចាគិតសន្សំក៏បានខ្ញុំអាចរងចាំបានបាទលោកឆៃយ៉ានិយាយព្រមនឹងហុចបាច់ផ្កាឲ្យម៉ែនួននៅចុងសប្តាហ៍នេះខ្ញុំបានកក់ភោជនីយដ្ឋានល្អរួចហើយតើទៅជាមួយគ្នាបានទេមុននឹងម៉ែនួនឆ្លើយទ្វារខាងផ្លូវចូលរបស់ខុនដូក៏បានបើកចេញមករាជបង្ហាញខ្លួនឡើងជម្រាបសួរបាទរាជរាក់ទាក់លោកឆៃយ៉ាតាមសុជីវធម៌លោកឆៃយ៉ាសម្លឹងមើលរាជដោយក្តីសង្ស័យរួចក៏ធ្វើការរាក់ទាក់ត្រឡប់ទៅវិញខ្ញុំឈ្មោះរាជជាកូនប្រសាររបស់ម៉ែនួនរាជណែនាំខ្លួនដោយសុភាពរាបសារប៉ុន្តែក្នុងចិត្តបែរជាកំពុងតានតឹងបរិសម្នាក់នេះដល់ថ្នាក់ហ៊ានយកបាច់ផ្កាមកឲ្យមនុស្សស្រីរបស់គេដល់មុខផ្ទះណអូកូនប្រសាររបស់អ្នកនាងនួនតើរីករាយដែលបានស្គាល់លោកឆៃយ៉ារាក់ទាក់បន្តប៉ុន្តែរាជបែរជាធ្វើរឹកពីបែបសោះអង្គើយដាក់ទៅវិញចឹងខ្ញុំរងចាំចម្លើយណាអ្នកនាងនួនបន្ទាប់ពីលោកឆៃយ៉ាចាកចេញទៅរាជក៏សួរម៉ែនួនបុរសម្នាក់នឹងគាត់នឹងចង់ធ្វើអ្វីម៉ែចិត្តត្រជាក់សិនរាជម៉ែបានប្រាប់គាត់ហើយថាម៉ែនឹងបដិសេធតែបើគេនៅតែតាមស្អិតបែបនេះតើត្រូវធ្វើយ៉ាងម៉េចទៅម៉ែវាអាចនឹងធ្វើឲ្យទំនាក់ទំនងរបស់យើងទាំងពីរត្រូវបែកធ្លាយបានណាភាពកង្វល់របស់រាជគឺជាការពិតព្រោះលោកឆៃយ៉ាអាចនឹងធ្វើឲ្យអាកំបាំងរបស់ពួកគេស្ថិតក្នុងភាពងាយបែកធ្លាយតើយើងត្រូវធ្វើបែបណាទើបល្អម៉ែនួនចាប់ផ្ដើមកង្វល់ដូចគ្នាម៉ែត្រូវតែបដិសេធគេឲ្យច្បាស់លាស់ហើយរាជក៏សម្លឹងម៉ែនួនរួចនិយាយថាខ្ញុំគ្មានថ្ងៃព្រមចោះចាញ់រឿងម៉ែដាច់ខាតខ្ញុំមិនព្រមឲ្យបុរសណាមកដណ្ដើមម៉ែចេញពីខ្ញុំនោះទេបេះដូងរបស់ម៉ែនួនចាប់ផ្ដើមលោតញាប់ញ័រជាមួយការតាំងចិត្តដ៏ច្បាស់លាស់របស់រាជគាត់មានក្តីសុខដែលមានមនុស្សប្រុសម្នាក់ដែលត្រូវការគាត់យ៉ាងអស់ពីបេះដូងដូច្នោះតែក្នុងពេលជាមួយគ្នាក៏មានអារម្មណ៍កង្វល់គាត់មិនដឹងថាស្ថានភាពដ៏ច្របូកច្របល់បែបនេះនឹងត្រូវបញ្ចប់បានយ៉ាងដូចម្តេចលោកឆៃយ៉ាក៏មិនព្រមចោះចាញ់ងាយក្រោយពីត្រូវម៉ែនួនបដិសេធគេក៏នៅវល់ជាមួយនឹងខ្លួនរបស់គាត់រងចាំរកឱកាសរវាងនោះគាត់ចាប់ផ្ដើមសង្កេតឃើញនៅអ្វីមួយយ៉ាងដែលខុសពីធម្មតាឡានរបស់បុរសវ័យក្មេងម្នាក់ចតនៅមុខផ្ទះរបស់ម៉ែនួនជាញឹកញាប់ហើយពេលដឹងថាម្នាក់នោះគឺជាកូនប្រសាររបស់ម៉ែនួនគាត់រឹតតែមានភាពសង្ស័យខ្លាំងឡើងនៅរសៀលថ្ងៃមួយខណៈដែលលោកឆៃយ៉ាដើរឆ្លងកាត់ម្ដុំមុខផ្ទះរបស់ម៉ែនួនគាត់បានឃើញឈុតឆាកសំខាន់នៅផ្លូវចូលខុនដូរាជនិងម៉ែនួនកំពុងអោបគ្នាវាមិនត្រឹមតែជាការរាក់ទាក់ធម្មតាទេតែវាជាការអោបគ្នាដ៏ស្អិតរមួតដូចជាគូស្នេហ៍អញ្ចឹងទឹកមុខរបស់លោកឆៃយ៉ាភ្ញាក់ផ្អើលភ្លាមតើនោះវាជាអ្វីកូនប្រសារជាមួយម៉ែក្មេកអញ្ចឹងឬទោះបីជារូបភាពដែលមិនគួរឲ្យជឿតែគាត់បានឃើញផ្ទាល់នឹងភ្នែកល្ងាចថ្ងៃនោះលោកឆៃយ៉ាបានទូរស័ព្ទរកម៉ែនួនអ្នកនាងនួនខ្ញុំសូមជួបនិយាយមួយផ្លែតតើបានទេមានរឿងសំខាន់ចង់និយាយជាមួយម៉ែនួនមានអារម្មណ៍មិនសប្បាយចិត្តជាមួយសម្លេងដែលខុសពីធម្មតារបស់លោកឆៃយ៉ាមានរឿងអ្វីដែរចាម៉ែនួនសួររឿងនេះត្រូវតែជួបគ្នាផ្ទាល់ទើបអាចនិយាយបានព្រឹកថ្ងៃស្អែកនៅហាងកាហ្វេបរិយាកាសរវាងអ្នកទាំងពីរពោរពេញទៅដោយភាពតានតឹងលោកឆៃយ៉ាជាអ្នកចាប់ផ្ដើមនិយាយមុនអ្នកនាងនួនកាលពីម្សិលមិញខ្ញុំបានឃើញអ្វីដែរម៉ែនួនសួរយ៉ាងតក់ក្រហល់តែក្រសែភ្នែករបស់លោកឆៃយ៉ា
ក៏បានប្រាប់រួចទៅហើយឃើញអ្នកនាងនួនជាមួយកូនប្រសាររបស់អ្នកនាងស្ថិតក្នុងអាកប្បកិរិយាបែបនោះទឹកមុខរបស់ម៉ែនួនប្រែទៅជាស្លេកលោកឆៃយ៉ាវាមិនមែនអ្នកនាងនួនខ្ញុំមិនមែនជាមនុស្សល្ងងទេណាខ្ញុំបានឃើញដោយភ្នែកខ្លួនឯងផ្ទាល់សំឡេងរបស់លោកឆៃយ៉ាចាប់ផ្ដើមផ្លាស់ប្ដូរទៅដោយកំហឹងតើនេះមែនទេដែលជាហេតុផលធ្វើឲ្យអ្នកនាងនួនបដិសេធចំពោះខ្ញុំព្រោះមានទំនាក់ទំនងបែបនឹងជាមួយកូនប្រសារដែលជាប្តីរបស់កូនស្រីខ្លួនឯងម៉ែនួនមិនអាចដោះសារបានតទៅទៀតលោកឆៃយ៉ាចាម៉ែនួនព្យាយាមអធិប្បាយតែលោកឆៃយ៉ានិយាយកាត់តើអ្នកនាងកំពុងគិតអ្វីធ្វើរឿងបែបនឹងជាមួយស្វាមីរបស់កូនស្រីខ្លួនឯងបានយ៉ាងដូចម្ដេចសំឡេងរបស់លោកឆៃយ៉ាឮខ្លាំងឡើងរហូតដល់មនុស្សនៅជុំវិញចាប់ផ្ដើមបែរមកមើលសូមមេត្តាបន្ថយសំឡេងបន្តិចបានទេម៉ែនួនជាយាមអង្វរតែលោកឆៃយ៉ាមិនព្រមឈប់នៅស្ងៀមទេធ្វើរឿងដែលគួរឲ្យស្អប់ខ្ពើមបែបនេះហើយនៅចង់ឲ្យស្ងៀមស្ងាត់ទៀតមែនទេមានធ្លាប់គិតខ្លះទេថាប្រសិនបើកូនស្រីអ្នកនាងដឹងតើនឹងមានរឿងអ្វីកើតឡើងពាក្យសម្ដីរបស់លោកឆៃយ៉ាធ្វើឲ្យបេះដូងរបស់ម៉ែនួនស្ទើរបែកធ្លុះធ្លាយតើអ្នកនាងនួនគិតនឹងចង់បញ្ចប់រឿងនេះដែរឬទេឬចង់ឲ្យខ្ញុំទៅប្រាប់កូនស្រីរបស់អ្នកនាងដោយខ្លួនឯងមិនបានទេណាម៉ែនួនស្រែកចេញមកទាំងទឹកភ្នែកអញ្ចឹងតើធ្វើដូចម្ដេចលោកឆៃយ៉ាសួរដោយសំឡេងសោះអង្គើយម៉ែនួនមិនអាចឆ្លើយតបបានទៀតទេនៅយប់នោះម៉ែនួនបាននិយាយរឿងគ្រប់យ៉ាងឲ្យទៅរាជស្ដាប់ថាម៉េចត្រូវលោកឆៃយ៉ាបានដឹងទឹកមុខរបស់រាជចាប់ផ្ដើមស្លេកធ្វើយ៉ាងម៉េចទើបល្អរាជម៉ែនួនសួរទាំងទឹកភ្នែកប្រសិនបើគេទៅប្រាប់ភីមរាជក៏ដឹងពីស្ថានភាពធ្ងន់ធ្ងររបស់ស្ថានភាពគ្រប់យ៉ាងអាចនឹងរឹតតែអាក្រក់ឡើងម៉ែយើងប្រហែលជាត្រូវបញ្ចប់ទំនាក់ទំនងជាមួយគ្នាហើយពាក្យសម្ដីរបស់រាជធ្វើឲ្យម៉ែនួនស្រក់ទឹកភ្នែកច្រោកត្រូវធ្វើបែបនឹងពិតមែនឬទេមិនមានផ្លូវផ្សេងទេម៉ែយើងត្រូវលាក់ភីមឲ្យបានវិនាទីនោះទាំងពីរនាក់រយៈវេលាដ៏ស្រស់ស្អាតដែលពោរពេញទៅដោយភាពសុខស្រួលក្តៅររៀលជាពិសេសម៉ែនួននៅនឹកស្ដាយនាគរាជដ៏ធំសម្បើមរបស់រាជដែលធ្វើឲ្យគាត់មានក្តីសុខស្កប់ស្កល់និងយ៉ាងឆ្ងាញ់នៅពេលដែលបានស៊ីវាម្ដងពេលនេះរយៈវេលាទាំងអស់នោះកំពុងត្រូវបានបញ្ចប់ក្នុងពេលឆាប់ខាងមុខនេះហើយមួយសប្តាហ៍កន្លងផុតទៅរាជនិងម៉ែនួនជួបគ្នាជាលើកចុងក្រោយនៅខុនដូរបស់ម៉ែនួនទាំងពីរនាក់អង្គុយមើលមុខគ្នាយ៉ាងក្រៀមក្រំរកអ្វីប្រៀបមិនបាននេះជាលើកចុងក្រោយពិតមែនទេម៉ែនួនសួរដោយសំឡេងញ័រគឺត្រូវតែអញ្ចឹងហើយម៉ែយើងទាំងពីរនាក់សុទ្ធតែដឹងច្បាស់បេះដូងរបស់រាជស្ទើរតែកៀងឈប់ដើរប៉ុន្តែក៏ត្រូវព្រមទទួលស្គាល់នៅការពិតព្រោះការគំរាមរបស់លោកឆៃយ៉ាធ្វើឲ្យពួកគេមិនអាចដំណើរការទំនាក់ទំនងតទៅទៀតបានតែខ្ញុំស្រឡាញ់ម៉ែខ្លាំងណាស់ម៉ែក៏ស្រឡាញ់រាជដែររួចម៉ែនួនក៏និយាយបន្តថារាជម៉ែសុំជាលើកចុងក្រោយបានទេព្រោះម៉ែដឹងច្បាស់ថាចាប់ពីថ្ងៃនេះតទៅម៉ែប្រកាសជាឯកោដោយពីមុនទៀតហើយពេលឮម៉ែនួននិយាយដូច្នោះរាជក៏បីម៉ែនួនចូលក្នុងបន្ទប់គេងរួចដាក់គាត់នៅលើពូកទួនមិនបង្អង់យូរក៏ចាប់ផ្ដើមធ្វើសកម្មភាពហើយក៏លុតជង្គង់សម្លឹងមើលរាងកាយដ៏ស្រលោតស្រឡូនរបស់គាត់តាំងពីក្បាលរហូតដល់ចុងជើងក្នុងចិត្តគិតហាក់ដូចជាស្ដាយព្រោះមិនចង់បាត់បង់របស់ល្អរបស់ម៉ែនួនទៅឡើយចំណែកម៉ែនួនវិញក៏រួមសហការយ៉ាងល្អដោយគាត់រមិតរមួលខ្លួនរៀលពេញទាំងពូកខណៈពេលនោះនៅក្នុងបន្ទប់ខុនដូរបស់ម៉ែនួនមានភាពស្ងប់ស្ងាត់ឬសូរតែសំឡេងដកដង្ហើមសើតសក់ដង្ហិតដង្ហកមួយសន្ទុះក្រោយមកម៉ែនួនបានបញ្ចេញសំឡេងទាំងខ្លួនកំពុងរមិតរមួលខ្សឹបតិចថារាជ
ម៉ែទ្រាំលែងបានហើយបន្ទាប់ពីនោះមកអ្នកទាំងពីរក៏នាំគ្នាយកទងចាប់ពីតិចយឺតរហូតញាប់ស្អែកកន្លងទៅជិត1ម៉ោងពួកគេក៏រកផ្លូវឡើងជណ្ដើរឋានសួគ៌បានសម្រេចព្រមគ្នាដោយភាពស្រណុកសុខស្រួលយ៉ាងស្កប់ស្កល់ជាទីបំផុតបន្ទាប់ពីនៅសំងំអោបគ្នាយ៉ាងយូរដោយភាពអស់កម្លាំងម៉ែនួនក៏និយាយថាសូមធ្វើឲ្យភីមមានក្តីសុខណារាជម៉ែក៏សូមឲ្យជួបមនុស្សល្អក្នុងជីវិតតទៅតែអ្នកទាំងពីរក៏សុទ្ធតែដឹងច្បាស់នៅក្នុងចិត្តរៀងខ្លួនថាมันអាចទៅស្រឡាញ់អ្នកណាផ្សេងបានទៀតហើយចាប់តាំងពីថ្ងៃនោះរាជมันបានទៅខុនដូរបស់ម៉ែនួនទៀតទេភីមបានដឹងពីការផ្លាស់ប្ដូររបស់ស្វាមីក្នុងផ្លូវដែលល្អឡើងហើយទំនាក់ទំនងសម្ព័ន្ធមេត្រីភាពរវាងអ្នកទាំងពីរក៏មិនពិបាកដូចលើកមុនទៀតដែរដោយសារតែរាជបានទទួលបទពិសោធន៍ថ្មីជាមួយម៉ែនួនហើយភីមក៏ចាប់ផ្ដើមស៊ាំជាមួយនឹងភាពធំសម្បើមនៃនាគរាជរបស់ប្តីដែលបដូរពីការឈឺចាប់คล้ายទៅជាភាពរស់រាលស្រាវស្រើបស្រណុកសុខស្រួលស្កប់ស្កល់ជាទីបំផុត